Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងថ្ងៃនេះ Admin នឹងធ្វើការសម្រាយសាច់រឿង animation មួយដែលចំណងជើង Admin បានដាក់នៅក្នុង description ហើយចំណងជើងខ្មែររបស់វាវិញAdmin ឃើញគេហៅវាថាគ្មានការសង្ស័យអញ្ចឹងទៅក៏ Admin សម្រេចចិត្តថាដាក់ចំណងជើងខ្មែរវាក៏គ្មានការសង្ស័យអញ្ចឹងតាមទៅដែលសាច់រឿងមួយហ្នឹងគឺបាននិយាយអំពីការបដូរព្រលឹងគ្នារវាង Bridgemont ហើយស្នំឯកម្នាក់ហើយវាបានបង្កើតភាពច្បូកច្បល់ដល់អ្នកទាំងពីរជាខ្លាំងក៏ប៉ុន្តែមុននឹងចូលទៅដល់ខ្លឹមសារនៃវីដេអូមានសង្ឃឹមថាអ្នកទាំងអស់គ្នាចិត្តល្អជួយចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងឲ្យមានម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែល admin បង្ហោះជាបន្តទៀតបើសិនបើរួចហើយយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាសាច់រឿងមួយនេះគឺបានចាប់ផ្ដើមឡើងពីរឿងនៃការជ្រើសរើសប្រពន្ធចុងរបស់អធិរាជដែលអធិរាជម្នាក់នេះគឺមានឈ្មោះថា Xiao Jingyong ពេលនោះទ្រង់ក៏បានយាងទៅជួបស៊ូយូដែលនាងកំពុងតែហាត់គុនដែរដោយមិនបានប្រុងប្រយ័ត្នស៊ូយូរៀបនឹងធ្វើឲ្យព្រះអង្គមានរបួសទៅហើយតែទ្រង់ក៏មិនប្រកាន់និងបានប្រាប់ទៅកាន់នាងថាឲ្យរៀបចំខ្លួនទៅយប់នេះទៅកម្មវិធីជាមួយគាត់ប៉ុន្តែទោះបីជាស៊ូយូនឹងខំយល់លេសយ៉ាងណាក៏ដោយក៏នាងមិនអាចជំទាស់នឹងព្រាជាបានឡើយដោយឃើញទ្រង់បានបោះបញ្ជីស្នំឯងឲ្យខ្លួនជ្រើសរើសដូច្នេះនាងក៏បានតបថាគាត់ថាភ្នែកខ្ញុំនឹងល្អមែនដែលធ្វើឲ្យព្រះអង្គហ្នឹងគឺចាប់ផ្ដើមភ័យខ្លួនហើយបើសិនបើនាងជ្រើសរើសតែស្នំអាក្រក់មកតែយល់លេសថាមិនចង់ឲ្យស្នំទាំងនោះលបួងព្រះអង្គហើយបែរអារម្មណ៍ពីការងាររាជការបាននោះព្រះអង្គច្បាស់ជាយ៉ាប់មិនខានហើយនាងក៏បានបន្ថែមថាដែលក៏មិនឲ្យម្ចាស់ស្ត្រីទ្រង់ជាអ្នកជ្រើសរើសទៅឬមួយក៏ព្រះអង្គជាអ្នកជ្រើសរើសខ្លួនឯងតាមចិត្តក៏បានដែរតែធ្វើឲ្យព្រះអង្គមានការខ្ញាល់ជាខ្លាំងពេលនោះព្រះអង្គក៏បានស្ទុះទៅជិតនាងក៏ប៉ុន្តែដោយសារតែនៅជិតពេកធ្វើឲ្យស៊ូយូនាងអៀនទើបជ្រុលធ្វើឲ្យព្រះអង្គធ្លាក់ទឹកហើយនាងក៏បានស្ទុះតាមព្រះអង្គផងដែរធ្វើឲ្យអ្នកទាំងពីរក៏បានធ្លាក់ទឹកទៅជាមួយគ្នាហើយចៃដន្យអីថ្ងៃហ្នឹងក៏ជាថ្ងៃដែលមានផ្កាយចម្លែកមួយបានផ្លាស់ប្ដូរគន្លងរបស់វាដែលធ្វើឲ្យលោកឧបរាជមានការបារម្ភជាខ្លាំងកាន់មកខាងមាតារបស់ព្រះអង្គវិញពេលនេះទ្រង់មានការខឹងយ៉ាងខ្លាំងដោយសារព្រះអង្គគឺទ្រង់យាមមកយូរព្រាហ្មណ៍នោះក៏មានគេមករាយការណ៍ថាព្រះអង្គបានធ្លាក់ទឹកដែលធ្វើឲ្យម្ចាស់ស្ត្រីគាត់មានការបារម្ភជាខ្លាំងទើបទ្រង់ក៏បានយាងទៅមើលព្រះអង្គប៉ុន្តែរឿងដែលចម្លែកក៏បានកើតឡើងដោយសារតែស៊ូយូបានភ្ញាក់ដឹងខ្លួននៅក្នុងខ្លួនរបស់ព្រះអង្គម្ចាស់ទៅវិញធ្វើឲ្យនាងមានការស្លន់ស្លោជាខ្លាំងហើយក៏បានឆែកមើលណានឹងបានឆ្លងកញ្ចក់មើលទើបដឹងថាខ្លួនពិតជាស្ថិតនៅក្នុងរាងកាយព្រះករុណាពិតមែនព្រោះតែស្លន់ស្លោនោះម្ចាស់សត្រីទ្រង់ក៏បានយាងមកពីក្រោយដែលធ្វើឲ្យស៊ូយូនាងកាន់តែភ្ញាក់ផ្អើលមួយតង់ទៀតភ្លាមនោះក៏មានកញ្ញាសត្វស្វាយម្នាក់បានរត់ទៅរំអួយដាក់ស៊ូយូក្នុងរូបរាងកាយព្រះអង្គម្ចាស់ដែលធ្វើឲ្យនាងជ្រែងនឹងរុញម្នាក់សត្វស្វាយនោះចេញទៅតែភ្លាមនោះម្ចាស់សត្រីទ្រង់ក៏បានខាត់នឹងនិយាយឲ្យទ្រង់សម្រាប់ទៅទុកឲ្យភាពរញ៉េរញ៉ៃគាត់ជាអ្នកគ្រប់គ្រងវិញម្ដងសាច់រឿងក៏បានកាត់មកសារ Finji ពេលនេះម្ចាស់ស្ត្រីទ្រង់កំពុងស្ដីបន្ទោសទៅកាន់រូបរាងកាយស៊ូយូដែលមានព្រះអង្គម្ចាស់នៅភ្លាមនោះព្រះអង្គម្ចាស់ក៏បានចូលមកនិងនិយាយបញ្ចុះបញ្ចោឲ្យម្ចាស់ស្ត្រីទ្រង់យាងចេញទៅវិញសិនទៅនៅក្រៅបន្ទប់ដែលឃើញថាកញ្ញាសក់ស្វាយម្នាក់នេះបង្ហាញដើមទ្រូងពេកទ្រង់ក៏បានជ្រែងនិងបិទឲ្យនាងខ្លះទៅដើម្បីកុំឲ្យចេញពេកតែនាងបែរជាធ្វើរកស្រីស្អាតមករំអួយដាក់ទ្រង់ទៅវិញដែលធ្វើឲ្យទ្រង់បញ្ញាបិទទ្វារវិញយ៉ាងលឿនពេលនៅក្នុងបន្ទប់តែពីរនាក់ព្រះអង្គម្ចាស់ដែលស្ថិតនៅក្នុងខ្លួនស៊ូយូក៏បានសួរទៅកាន់នាងថាមានរឿងអ្វីកើតឡើងបានធ្វើឲ្យរូបរាងកាយពួកគេទាំងពីរនាក់ផ្លាស់ប្ដូរគ្នាដូចនេះតែសូម្បីតែស៊ូយូក៏នាងមិនដឹងដែរនៅពេលដែលឃើញព្រះអង្គម្ចាស់ដួលអញ្ចឹងស៊ូយូក៏បានបារម្ភនិងបានបញ្ចេញចរិតស្រីមកដែលធ្វើឲ្យទ្រង់មានការតបប្រមល់ជាខ្លាំងហើយដែលមិនដឹងធ្វើយ៉ាងណាអ្នកទាំងពីរក៏បានទៅរកលោកហោរ៉ាប៉ុន្តែដែលលោកហោរ៉ាមិននៅពួកគេក៏មកសាឡបងធ្វើនេះធ្វើនោះវិញរត់បុកនេះរត់បុកនោះហើយនៅថ្នាក់ទៅលើទឹកទៀតក៏ប៉ុន្តែទោះបីជាខំធ្វើគ្រប់វិធីសាស្ត្រក៏ដោយក៏អ្នកទាំងពីរមិនបានផ្លាស់ប្ដូររាងកាយគ្នាវិញដែរព្រឹកឡើងក៏ចូលមកដល់ព្រះអង្គក៏បានប្រាប់ទៅកាន់ស៊ូយូថាឲ្យរៀបចំខ្លួនសម្រាប់ការប្រជុំទៅហើយសាច់រឿងក៏បានបញ្ជាក់ផងដែរថាការផ្លាស់ប្ដូរបណ្ដាលមកពីការលង់ទឹកវាគឺជារឿងប្រឌិតសូមកុំធ្វើត្រាប់តាមហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងអេពីសូត1ក៏ឈានចូលមកដល់ទីបញ្ចប់សូមអរគុណដល់គ្នាយើងដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបើសិនបើមានកំហុសអ្វីកើតឡើងសូមអភ័យទោសផងនិងជូនពរអ្នកគ្នានៅក្នុងរដូវកាលចូលឆ្នាំខ្មែរនេះឲ្យជួបតែសេចក្តីសុខតែណាមកណាសូមឲ្យមានសុខភាព
និងឆ្នាំថ្មីរស់ស៊ីមានបានទាំងអស់គ្នាសូមអរគុណ